បាទសូមបងប្អូនមកដឹងនៅប្រវត្តិសង្ខេបវត្តមុនីចេស្តាហៅវត្តពូពីដើមដែលស្ថិតនៅក្នុងភូមិត្រាំងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបបាទមុននឹងទៅដល់ប្រវត្តិសង្ខេបសូមបងប្អូនជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តតទៅនឹងវត្តវាអារាមប្រពៃណីវប្បធម៌និងទេសចរណ៍ផងដែរបាទនេះកំពុងจะធ្វើដំណើរឆ្ពោះទៅកាន់វត្តមុនីចេស្តាហៅវត្តពូពីដើមធ្វើដំណើរចេញពីរង្វង់មូលអប្សរាប្រមាណជាង2គីឡូម៉ែត្រនៅខាងឆ្វេងដៃនឹងឃើញខ្លងទ្វារវត្តមុនីចេស្តាហៅវត្តពូពីដើមជាមិនខានបាទមិនយូរប៉ុន្មានក៏មកដល់ផ្លូវចូលវត្តមុនីចេស្តាហៅវត្តពូពីដើមបាទ Channel វត្តអារាមទួសូមគោរពអនុញ្ញាតក្រាបថ្វាយបង្គំសម្ដេចព្រះករណាគ្រប់ព្រះអង្គនិងបងប្អូនទាំងអស់ក្នុងនិងក្រៅប្រទេសមកស្គាល់ឬដឹងនៅប្រវត្តិវត្តមុនីចេស្តាហៅវត្តពូពីដើមដែលស្ថិតនៅក្នុងភូមិត្រាំងសង្កាត់ស្លាក្រាមក្រុងសៀមរាបខេត្តសៀមរាបដែលមានចម្ងាយពីរង្វង់មូលអប្សរាប្រមាណជាង2គីឡូម៉ែត្រដែលត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1993ដោយព្រះតេជគុណព្រះគ្រូចៅអធិការព្រះនាមឆោមយុទ្ធរួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តបបហេតុដែលនាំឲ្យដាក់ឈ្មោះថាវត្តពូពីដើមពីព្រោះនៅក្នុងបរិវេណវត្តនោះមានដំបូលធំចំនួន2ដើមទើបអ្នកស្រុកឲ្យឈ្មោះឬដាក់ឈ្មោះថាវត្តពូពីដើមបើតាមការអះអាងរបស់លោកតាឬឧបាសកម្នាក់គាត់មានអាយុ85ឆ្នាំគាត់បាននិយាយថាពូនេះមិនមែនដោះឡើងដោយឯងនោះទេដោះឡើងដោយការដាំរបស់អ្នកប្រាជ្ញគឺព្រះអង្គម្ចាស់ច័ន្ទរាំងសីព្រោះកន្លែងនេះកាលពីដើមឡើយជាកន្លែងស្នាក់របស់ប្រជាជនដែលធ្វើដំណើរមកពីទិសខាងជើងទៅខេត្តសៀមរាបហើយជាកន្លែងដ៏ស័ក្តិសិទ្ធិនិងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទចំណុះជើងវត្តដើមពូពីដើមរហូតមកដល់សព្វថ្ងៃនេះស្ថានភាពវត្តចាប់ពីឆ្នាំ2000រហូតដល់ឆ្នាំ2010ដែលដឹកនាំដោយព្រះគ្រូចៅអធិការសច្ចបាលិតោសួនដិនព្រមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តអារាមនេះត្រូវបានរីកចម្រើនគួរឲ្យកត់សម្គាល់សមិទ្ធផលដូចជាកត់បូតសាលាធម្មបន្ទប់ទឹកជាដើមបាទបច្ចុប្បន្ននេះមានព្រះវិហារដ៏ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍និងសំណង់ជាច្រើនដែលញាតិញោមពុទ្ធបរិស័ទចូលមកក្នុងវត្តហើយមានសទ្ធាជ្រះថ្លា
បាទសូមបងប្អូនកុំភ្លេចជួយចុច Subscribe ដើម្បីបាននៅវីដេអូជាបន្តទៅទៅនឹងវត្តអារាមប្រពៃណីវប្បធម៌និងទេសចរណ៍ផងដែរបាទ Channel វត្តអារាមធัวខុសត្រូវដោយប្រការណាសូមមេត្តាខន្តីអភ័យទោសសូមអរគុណនិងអរព្រះគុណ